សួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតហើយឧឆានថ្ងៃនេះយើងមកសម្រាយនៅសាច់រឿង The Bad Son ខ្ញុំហៅថាបរិសុទ្ធចិត្តឆៅនៅអេពីសូតទី3ចូលសាច់រឿងដំបូងយើងរំលឹកទៅភាពមុនបន្តិចយើងបានឃើញភីដុងកាំងសងសឹកឲ្យធូអានក្នុងចិត្តរបស់ធូអានគិតថាសមត្ថភាពរបស់ខ្ញុំមិនស្មើនឹងគាត់ផងគាត់ហាក់បីដូចជាបិសាចសង្ងំនៅក្នុងខ្លួនរបស់មនុស្សកាត់មកភីដុងកាំងកំពុងដើរសម្ដៅទៅផ្ទះនិងបើកទ្វារផ្ទះខ្លួនអំឡុងពេលនោះមានបរិសុទ្ធម្នាក់ក៏ហក់មកស្ទុះចាក់ភីដុងកាំងបរិសុទ្ធម្នាក់នោះក៏គិតថាបានចាក់ភីដុងកាំងត្រូវតែអ្វីដែលគេគិតគឺខុសទាំងអស់ភីដុងកាំងក៏ចាប់បានកំបិតនោះហើយសួរថាតែឯងមានតែប៉ុណ្្នឹងទេអ្នកដែលបញ្ជូនឯងមកដូចបញ្ជូនឯងមកស្លាប់អញ្ចឹងភីដុងកាំងក៏ស្ទុះចាប់បោកនឹងអុកក្បាលបរិសុទ្ធម្នាក់នោះហើយក៏និយាយថាខ្ញុំមិនចង់ធ្វើបែបនេះទេតែឯងបង្ខំយើងប្រូម្នាក់ទៀតក៏បានចូលមកភីដុងកាំងក៏និយាយថាឆាប់ចូលមកឥឡូវនេះមកខ្ញុំកំពុងចង់សម្លាប់មនុស្សភីដុងកាំងក៏បានចាក់កប្រូម្នាក់នោះហើយក៏បន្តទៀតថាពួកឯងជាអ្នកបង្ខំខ្ញុំទេភីដុងកាំងក៏បានទម្លាក់កំបិតចុះហើយសួរទៅប្រូសក់វែងថាតើនរណាជាអ្នកបញ្ជូនឯងមកប្រូសក់វែងនោះក៏បាននិយាយថានេះមែនទេដែលគេហៅថាឆ្កែឆ្កួតដែលជាព្រះរាជអាជ្ញាដែលខ្ញុំកំពុងរងចាំយកជីវិតប្រហែលជីវិតរបស់លោកថោកជាងសូជូរបស់ខ្ញុំហើយងាប់ហើយពិតជាឆ្កួតមែនអញ្ចឹងហើយបងខ្ញុំមិនទុកចិត្តបងប្អូនរបស់ខ្ញុំហើយក៏យើងក៏បានឃើញមនុស្សស្រីម្នាក់ភីដុងកាំងក៏បានសួរទៅនាងថានេះនាងជាផ្នែកកិច្ចសន្យារបស់ខ្ញុំមែនទេប្រូសក់វែងនិយាយទាំងឌឺថាអូស្គាល់នាងដែរខ្ញុំស្មានតែចាប់មនុស្សច្រឡំឯងគួរតែបានឃើញនាងឥឡូវនេះយ៉ាងម៉េចហើយអូភ្លេចគិតថាព្រះរាជអាជ្ញាញៀនថ្នាំដែរអត់ហើយក៏បានឃើញប្រូសក់វែងធ្វើមុខគួរឲ្យស្រឡាញ់នេះជាថ្នាំដែលប្រូសក់វែងបានយកមកដាក់ហើយចង់ទម្លាក់កំហុសមកឲ្យភីដុងកាំងក៏បាននិយាយថាឯងពិតជាគួរឲ្យខ្ពើមមែនភីដុងកាំងក៏បន្តទៀតថាខ្ញុំនឹងយកឯងទៅបោះចោលនៅក្នុងធុងសម្រាមដែលជាកន្លែងដែលឯងគួរតែនៅឯងស្មានតែបន្តិចដែលឯងដាក់នឹងជាអ្វីដែលប៉ះពាល់ដល់យើងប៉ុន្តែពួកឯងដើរសម្លាប់ម្ដាយនិងសាច់ញាតិគេគឺជាអ្វីដែលយើងខ្ពើមបំផុតទឹកមុខរបស់ភីដុងកាំងក៏មិនជាឯងច្បាស់ជាខ្លាចជាសម្រាមដែលគួរឲ្យខ្ពើមប្រូសក់វែងក៏បាននិយាយថាដំបូងខ្ញុំមកទីនេះដើម្បីទម្លាក់កំហុសមិនគិតថាខ្ញុំត្រូវខ្លាចជាអ្នកសម្លាប់មនុស្សទេពិតជាគួរឲ្យខ្មាស់មែនយើងក៏លេចទៅមើលក្រុមសែនហ្វាគ្រប់យើងបានឃើញសមាជិកសភាក៏បាននិយាយថាគេគឺជាអ្នកប្រយុទ្ធដែលខ្ញុំបញ្ជូនទៅទោះបីជាថ្លៃខ្លួនរបស់គេថ្លៃបន្តិចមែនសមត្ថភាពរបស់គេគឺល្អហើយខ្ញុំយល់ពីតម្រូវការរបស់លោកអំពីការសម្អាតសម្រាមនេះលោកប្រហែលជាដឹងពីរបៀបធ្វើការរបស់ពួកគេហើយបន្ទាប់មកលោកនឹងដឹងគុណខ្ញុំកូនប្រុសរបស់លោកគួរដឹងពេលណាត្រូវជួយឪពុកជាពិសេសព្រះរាជអាជ្ញាបើសិនបើខ្ញុំមិនសម្អាតគេជំនួសលោកទេស្ថានភាពនេះមិនសល់ទុកក្លិនស្អុយសូម្បីតែលោកក៏មិនអាចគេចផុតបានដែរអៀដុងកាំងក៏បាននិយាយថាខ្ញុំមិនគិតដូច្នេះទេសមាជិកសភាក៏បានបន្តទៀតថាខ្ញុំធ្វើដូចនេះដើម្បីឲ្យលោកឡើងពោះនិងមិនរអិលចុះមកវិញខ្ញុំនិយាយនេះដើម្បីភាពល្អរបស់លោកទេសម្លេងរបស់លោកកាន់តែតិចកាន់តែល្អសម្រាប់ការបោះឆ្នោតដ៏ធំនៅខាងមុខនេះហើយខ្ញុំក៏មិនចង់ឲ្យអ្នកណាម្នាក់ដឹកជ្រោមមកលោកចូលទៅក្នុងបញ្ហារបស់លោកពីអតីតកាលអៀដុងកាំងក៏បាននិយាយថាអ្វីដែលខ្ញុំគិតទៅថាចង្អៀតខ្ញុំនឹងយកវាចេញសមាជិកសភាក៏បានតបថាខ្ញុំមកទីនេះមិនមែនដើម្បីលេងហ្គេមជាមួយលោកទេអៀដុងកាំងក៏បាននិយាយថាលោកមិនមែនជាតំណាងរាស្ត្រទេហើយលោកគួរយកចិត្តទុកដាក់ពីរបៀបធ្វើការរបស់ខ្ញុំផងអៀដុងកាំងក៏បន្តទៀតថាខ្ញុំពិតជាអារម្មណ៍មិនល្អទេដែលលោកធ្វើការមិនឆ្លងការដាសួរនាំរបស់ខ្ញុំអៀដុងកាំងក៏និយាយដោយកំហឹងទៅសមាជិកសភាថាបើលោកមិនខកទៅឃាតករទេគ្មានករណីលើកលែងសូម្បីតែលោកនិងគ្រួសាររបស់លោកអៀដុងកាំងក៏បាននិយាយថាក្មេងប្រុសម្នាក់នោះមិនមែនជាសត្វដែលលោកអាចបោកបាញ់បានទេដូច្នេះហើយលោកបានធ្វើការហួសព្រំដែនហើយបើសិនបើខ្ញុំចង់សម្អាតលោកចេញយ៉ាងម៉េចដែរសមាជិកសភាក៏បាននិយាយថាខ្ញុំគិតថាធ្វើឲ្យលោកពេញចិត្តប៉ុន្តែខ្ញុំមិននឹកស្មានថាលោកខឹងដូច្នេះទេក៏បន្តនិយាយដោយញ័រទៀតថាខ្ញុំនឹងហៅពួកគេមកវិញភ្លាមទូរស័ព្ទពេលនោះក៏រោនៅចិត្តសាកសពដែលភីដុងកាំងបានសម្លាប់ភីដុងកាំងក៏បានលើកហើយនិយាយថាអ្វីដែលលោកបញ្ជូនមកពិតជាគួរឲ្យខ្ពើមមែនតើម្នាក់នោះនៅចិត្តនោះដែរទេសមាជិកសភានិយាយទៅអៀដុងកាំងទាំងញ័រថាគេចង់និយាយជាមួយលោកអ៊ីដុងកាំងក៏បានលើកមកនិយាយថា Hello កូនប្រុសឯងបានខិតខំប្រឹងប្រែងដើម្បីក្លាយជាព្រះរាជអាជ្ញាប៉ុន្តែខ្ញុំឃើញថាត្រឹមជាកូនក្មេងល្ងងប៉ុណ្ណោះអ៊ីដុងកាំងក៏បាននិយាយតទៀតថាខ្ញុំបានប្រគល់ឲ្យឯងនៅកន្លែងព្រះរាជអាជ្ញាដោយប្រាក់របស់ខ្ញុំប៉ះសិនបើឯងបានលេងហ្គេមនេះឯងគួរតែលេងឲ្យស្ងាត់ដូចជាល្អបន្តិចក្មេងប្រុសហេតុអ្វីបានជាឯងបោះបង់វាចោលទាំងអស់អ៊ីដុងកាំងក៏បាននិយាយថាពីព្រោះដោយសារតែលោកបានធ្វើឲ្យម្ដាយរបស់ខ្ញុំស្លាប់អ៊ីដុងកាំងក៏បានភ្ញាក់ផ្អើលម្ដាយរបស់ឯងស្លាប់អ៊ីដុងកាំងក៏សម្ដៅទៅលើដំបូលហើយក៏តបថាខ្ញុំមិនគិតថាលោកមិនដឹងទេអ្វីដែលម្ដាយរបស់ខ្ញុំស្លាប់គឺតាក់ទងជាមួយនឹងលោកភីដុងកាំងក៏បន្តដោយកំហឹងថាអ្នកណាម្នាក់ដែលយកគាត់ចេញពីខ្ញុំកាត់ក្រឡេកទៅមើលប្រូសក់វែងគឺងើបពីសន្លប់បន្ទាប់ពីការឌឺដាក់ភីដុងកាំងមកគឺសុទ្ធតែរបួសមានជាប់ចំណងប្រូសក់វែងក៏បាននិយាយថាឯងកំពុងធ្វើអ្វីដាក់យើងក៏បានឃើញទៅយោហ្គាកំពុងតែធ្លាយហូរសាយភីពីបន្ទប់និងប៉ះជាមួយខ្សែភ្លើងកំពុងតែ
ដាច់ធ្វើឲ្យមានការផ្ទុះយ៉ាងខ្លាំងប្រសពវិញក៏បានស្រែកយ៉ាងមានការឈឺចាប់កាងនិយាយទាំងមុខមាំថានេះជាលទ្ធផលដែលលោកយកគាត់ចេញពីខ្ញុំនឹងសម្លាប់ម្ដងម្នាក់ដែលពាក់ព័ន្ធក្នុងករណីនេះរហូតដល់វេនរបស់លោកទោះបីជាគ្រួសារក៏ដោយអ៊ីដុងកាងក៏បានឃើញនៃការបំផ្ទុះនោះហើយក៏បានសោយដល់អំណាចថាល្អណាស់ពិតជាគួរឲ្យពេញចិត្តមែននេះពិតជាដូចខ្ញុំណាស់ដំបូងពេលនោះឡានទឹកក៏បានមកពន្លត់នារីម្នាក់ដែលជាអ្នកធ្វើកិច្ចសន្យានោះត្រូវបានគេសង្គ្រោះអ្នកមីងត្រូវជាម្ដាយរបស់នារីម្នាក់នោះបាននិយាយថាព្រះអើយមានអ្វីកើតឡើងចំពោះឯងតើឯងមិនអីទេនារីម្នាក់នោះក៏បាននិយាយថាម៉ាក់បានឃើញក្រុមការងាររបស់ខ្ញុំទេអំឡុងពេលនោះពលីក៏បានសួរទៅនារីម្នាក់នោះថាឲ្យខ្ញុំសុំទោសចំពោះការរអាក់រអួលប៉ុន្តែខ្ញុំចង់សួរដៀងថាមានឃើញអ្នកណាម្នាក់នៅក្នុងឧក្រិដ្ឋកម្មកាលពីជនរងគ្រោះទាំង3នេះទេកញ្ញាម្នាក់នោះបាននិយាយថាពេលខ្ញុំនៅទីនោះលើកដំបូងខ្ញុំបានឃើញតែ3នាក់ទេហើយក៏បាននិយាយតទៀតថាខ្ញុំភ័យយ៉ាងខ្លាំងធ្វើឲ្យខ្ញុំសពិចសពិលប៉ុន្តែខ្ញុំគិតថាខ្ញុំបានជួបមនុស្សម្នាក់ទៀតក្នុងបន្ទប់ប៉ូលីសក៏សួរម្ដងទៀតថាតើចាំរូបរាងរបស់គេទេគាត់មានសក់ពណ៌ខ្មៅនិងអាវពណ៌ខ្មៅអំឡុងពេលនោះក៏សម្លឹងមើលបុរសម្នាក់កំពុងតែដើរនិងនឹកឃើញសកម្មភាពពេលម្នាក់នោះកំពុងតែចាត់ការមនុស្សដែលបំរុងនឹងសម្លាប់គេបុរសម្នាក់នោះក៏បានវាយយករហូតដល់ឈាមប្រឡាក់ដៃនិងក៏បានបែរមុខមកនារីម្នាក់នោះក៏មានការភ័យខ្លាចយ៉ាងខ្លាំងហើយក៏បាននិយាយថាភ្នែកគាត់មានពណ៌ក្រហមភីដុងកាងក៏បាននិយាយថាទុកឲ្យខ្ញុំវិនិច្ឆ័យជោគវាសនារបស់ពួកគេកាត់មកសមាជិកក្រុមសេនហ្វាគ្រប់វិញថេបគូកាំងជាកូនប្រុសទី3នៃក្រុមសេនហ្វាគ្រប់បាននិយាយថាគេពេលនេះពិតជាធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើលមែនបងប្រុសតូចក៏និយាយតទៀតថាផែនការគឺស្ថិតនៅខាងក្រោយមុនការបោះឆ្នោតដ៏ធំប៉ុន្តែវាបានផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងខ្ញុំសម័យថាឪពុកខ្ញុំខកចិត្តប៉ុណ្ណាជាមួយនឹងបងប្អូនរបស់ខ្ញុំចាត់ការភីដុងកាំងមុនអ្នកណាផ្សេងទៀតចាត់ការទីគូកាំងក៏បញ្ជាក់ម្យ៉ាងទៀតថាវាដល់ពេលដែលឪពុកខ្ញុំត្រូវដឹងហើយប្រូម្នាក់ទៀតក៏បាននិយាយថាតើការយកចិត្តទុកដាក់ខ្លាំងពេកនៅពេលនេះប្រហែលជាមិនមែនជាការល្អទេហើយក៏បន្តទៀតថាប្រហែលថាយើងអាចធ្វើចលនាបន្ទាប់ពីការបោះឆ្នោតទីគូកាំងក៏បន្តទៀតថាយើងមិនចាប់អារម្មណ៍ក្រៅពីគោលដៅរបស់យើងទេហើយក៏បាននិយាយតទៀតថាបងប្រុសរបស់យើងក៏បានបង្កើតក្រុមហ៊ុនសហការីមួយរីកចម្រើនយ៉ាងខ្លាំងប៉ុន្តែថាយើងមិនចប់វាដោយរបៀបណាយើងមិនអាចសម្អាតខ្លួនបានទេបន្ទាប់ពីការមានបញ្ហាកើតឡើងបើយើងចង់ឡើងដល់កម្ពស់យើងត្រូវប្រើភីដុងកាំងដើម្បីផលប្រយោជន៍របស់យើងបន្ទាប់មកយើងបង្វែរមកពីស្ថានភាពភីដុងកាំងកំពុងស៊ើបដល់កន្លែងដែលម្ដាយរបស់ខ្លួនធ្លាប់មកចុងក្រោយយើងក៏បានឃើញស្ថានភាពរបស់ម្ដាយភីដុងកាំងនៅក្នុងកាមេរ៉ាដែរអ្នកដែលបានផ្ញើអាស័យដ្ឋាននោះគឺគ្មានអត្តសញ្ញាណភីដុងកាំងកំពុងតែសម្លឹងមើលកាមេរ៉ាបន្ទាប់មកក៏បានឃើញឡានមួយឈប់នៅមុខកាមេរ៉ាហើយក៏បានពួកគេក៏បាននិយាយថាប្រយ័ត្នខូចទំនិញហើយពួកគេនឹងបាត់បង់តម្លៃរបស់ពួកគេភីដុងកាំងនៅជិតនោះក៏សម្លឹងមើលនឹងកាន់បិជាអត្តសញ្ញាណឆ្កែឆ្កួតរបស់គេដោយខ្សែភ្នែកដូចជាសត្វប្រមាញ់ចំណីហើយពេលនោះយើងក៏បានលើសម្លេងឆ្កែស្រែកនិងសម្លេងអង្វរថាសូមគុំសម្រាប់ខ្ញុំបរោះកាន់ដំបងបាននិយាយមើលឯងនិយាយចុះធ្វើដូចជាខ្ញុំជាមនុស្សអាក្រក់អញ្ចឹងបរោះកាន់ដំបងនោះក៏បាននិយាយតទៀតថានេះជាស្អីប្រសិនបើឯងមិនបង់ប្រាក់របស់ឯងទេឯងនឹងបាត់ចំណែកក្នុងរាងកាយរបស់ឯងតាមពេលវេលាដែលឯងមិនបានបង់ប្រាក់ប្រមាក៏បាននិយាយថាខ្ញុំដឹងប៉ុន្តែខ្ញុំឲ្យលោកយ៉ាងម៉េចបើអ្វីដែលលោកចង់បានស្មើនឹងជីវិតរបស់ខ្ញុំទៅហើយប្រកាន់ដំបងក៏បាននិយាយថាស្អីពេលឯងខ្ចីយើងដូចជាឯងមិននិយាយបែបនេះទេប្រមានិយាយទៅផ្ដល់ឱកាសខ្ញុំម្ដងទៀតទៅណាខ្ញុំសូមអង្វរខ្ញុំនឹងស្បត់ថាខែក្រោយខ្ញុំនឹងបង់ឲ្យអស់បរកាន់ដំបងក៏ថ្លង់នឹងមនុស្សផងឆ្កែផងក៏ដើរទៅដាក់ឆ្កែមួយដំបងហើយក៏បានយកដំបងបេសបលដាក់លើកណ្ដាលក្បាលរបស់ប្រូម៉ាប់ហើយក៏បាននិយាយថាអ្វីដែលឯងសុំគឺលើពីសមត្ថភាពរបស់យើងប្រូម៉ាប់គ្រាន់តែលើបែបនេះក៏ស្រែកយំយកតែម្ដងប្រូម៉ាប់បន្តទាំងយំទុកឱកាសឲ្យខ្ញុំម្ដងទៀតទៅលោកខ្ញុំនឹងសងវាទាំងអស់បំរុងស្ទុះដាក់មួយដំបងហើយក៏ឃើញជើងបរោះម្នាក់ដើរចូលហើយនិយាយថាហេពួកឯងកំពុងធ្វើបាបមនុស្សនិងសត្វខ្ញុំគួរហៅពួកឯងដោយម្ដេចឲ្យសមនិងសម្រាមដោយពួកឯងអូខេសាយរឿងរបស់យើងក៏ដល់ទីបញ្ចប់អ្នកនរគ្នាជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីបាយ